តើមិត្តនឹងធ្វើយ៉ាងណាបើសិនជាខ្ញុំប្រាប់មិត្តថាអ្វីដែលមិត្តនិយាយនៅក្នុងបន្ទប់គេងរបស់មិត្តខ្ញុំដឹងទាំងអស់តើមិត្តនឹងធ្វើដូចនៅក្នុងរឿងរបស់ខ្ញុំព្រឹកនេះដែលស្ដេចនៃប្រទេសក្រៅគឺប្រទេសអាស៊ីរីបានមានបំណងចង់ចាប់ហោរារបស់ព្រះដែលពិតជាស្ដាប់ឮនៅអ្វីដែលស្ដេចនិយាយក្នុងបន្ទប់គេងរបស់ស្ដេចទៅទៀតឬក៏តើមិត្តនឹងដឹងខ្លួនថាការធ្វើបែបនេះប្រកាសជាហោរារបស់ព្រះក៏ដឹងទុកជាមុនដែរដូច្នេះគ្មានប្រយោជន៍ទេក្នុងរឿងរបស់ខ្ញុំពិតមែនស្ដេចអាស៊ីរីបានបញ្ចេញទ័ពចម្បាំងឲ្យទៅចាប់យកហោរាអេលីសេនៅក្នុងទីក្រុងមួយនៃប្រទេសអ៊ីស្រាអែលពេលទៅដល់ហ៊ានបាននិយាយថាចូលបញ្ចេញហោរាអេលីសេមកឲ្យយើងបើមិនអញ្ចឹងទេយើងនឹងបំផ្លាញទីក្រុងរបស់អ្នកចោលហោរាអេលីសេបានទៅជួបទ័ពទាហានហើយប៉ុន្តែមុនទៅជួបក៏បានសូមឲ្យព្រះធ្វើឲ្យទ័ពទាហានទាំងអស់ខ្វាក់ក្នុងរំពេចនោះក៏ខ្វាក់មែនរួចលោកអេលីសេបានចេញទៅក្រៅប្រាប់គេថាអ្នកមកទីក្រុងខុសហើយចាំខ្ញុំនាំទៅទីក្រុងដែលអ្នកកំពុងតែរកអេលីសេនោះរួចគាត់ក៏នាំទ័ពទាហានរបស់អាស៊ីរីទាំងអស់រហូតទៅដល់ទីក្រុងរាជធានីនៃប្រទេសអ៊ីស្រាអែលហើយពេលដែលទាហានខ្មាំងសត្រូវទាំងអស់បានចូលទៅក្នុងទីក្រុងគេក៏បិទទ្វារហើយឡោមព័ទ្ធដោយទាហានអ៊ីស្រាអែលរំពេចនោះហោរាក៏បានសូមឲ្យព្រះបើកភ្នែកទាហានខ្មាំងសត្រូវទាំងអស់មកវិញពេលនោះព្រះក៏បានបើកភ្នែកឲ្យគេមើលឃើញគេលែងខ្វាក់ហើយភ័យស្លន់ស្លោដោយសារទាហានអ៊ីស្រាអែលព័ទ្ធជុំវិញពេលនោះស្ដេចអ៊ីស្រាអែលសួរថាតើខ្ញុំសម្លាប់ពួកគេបានអត់ហោរាអេលីសេបានថាទេឲ្យយើងឲ្យព្រះអង្គធ្វើភោជនាហារហើយធ្វើជប់លៀងធំមួយសម្រាប់ពួកគាត់ស្ដេចក៏យល់ព្រមធ្វើតាមហើយទ័ពអាស៊ីរីមិនបានមកធ្វើបាបជនជាតិអ៊ីស្រាអែលហើយរស់ចាប់អេលីសេចាប់ពីថ្ងៃនោះតទៅរឿងនេះពិតជាការអស្ចារ្យមែនព្រះអាចនឹងដឹងឮនៅអ្វីដែលស្ដេចនិយាយនៅក្នុងបន្ទប់គេងរបស់ព្រះអង្គហើយព្រះអង្គក៏អាចធ្វើឲ្យមនុស្សខ្វាក់រយៈពេលខ្លីហើយភ្លឺភ្នែកមកវិញក្រោយពិតជាការអស្ចារ្យមែនព្រះរបស់ខ្ញុំធ្វើបានរឿងទាំងអស់នេះហើយពិតជាព្រះដ៏ខ្លាំងក្លាហើយពូកែមែនខ្ញុំសង្ឃឹមថាមិត្តនឹងស្គាល់ព្រះអង្គផងដែរ